ឲ្យតន់ត្រេនម្ដងមើលឥឡូវគេកំពុងតែល្បីពងទាកូនស៊ីឈាន់និយាយពីថាឃ្លាននៅបាត់ដំបងដើររកអត់ដឹងថាមានកន្លែងណាលក់ទេឥឡូវរកឃើញកន្លែងលក់ឲ្យបងប្អូនមួយឆ្នាំតែ10000ជាងទេហើយពងទាកូនស៊ីឈាន់គេឡងតំណងគេរងាស់យូរចូលជាតិគ្នាមែនទែនដាក់មួយជីពងទាកូនដាក់ជាមួយជ្រក់ម្ទេសឆ្ងាញ់អស់តោះហើយបងប្អូនអើយអ្នកបាត់ដំបងមានស្គាល់ហាងមួយកន្លែងនេះនៅនិយាយពីថាបរិយាកាសល្អមែនទែនយើងញ៉ាំអាហារបដាហើយស្ដាប់ក្រុមតន្ត្រីគេច្រៀងឲ្យយើងស្ដាប់តារាចម្រៀងសិតតែស្អាតច្រៀងព្រោះសំខាន់គេមានប្រម៉ូសិនថែមទៀតដូចជាសាច់គោស្ទីមនេះចឹងអូយមើលទៅគឺស្រក់ទឹកមាត់ហ្មងអានេះគឺគេយកមកស្ទីមទាំងដុំចឹងហ្មងណាបងប្អូនហើយទិញម្ដុំហ្វ្រីម្ដុំទិញមួយចានហ្វ្រីមួយចាននេះគឺគេមានរៀបតាំងពីសាច់គោស្ទីមមកយើងហើយមានបន្លែគ្រប់មុខអីចឹងទៅជ្រលក់ជាមួយនឹងអំបិលម្រេចអីអូយតំណងខ្លាំងមែនទែនប្រម៉ូសិននេះបងប្អូនទិញអង្គុយញ៉ាំនៅនឹងក៏បានឬក៏ខ្ចប់យកទៅញ៉ាំនៅផ្ទះក៏បានដែរសាច់គោនេះឆ្ងាញ់មែនទែនដោយសារតែគេយកទៅស្ទីមទាំងដុំហើយគេលាបគ្រឿងនៅលើហ្នឹងណាពេលដែលយើងញ៉ាំទៅសាច់វាលងទុនផុយជាប្រភេទសាច់គោខ្មែរទេយើងអាចកំងឆៅឆ្អិនអីតាមចំណង់ចំណូលចិត្តសាច់គោស្ទីមប្រម៉ូសិនទិញមួយចានថែមមួយចានរយៈពេលត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះគឺពីថ្ងៃទី6 7និងថ្ងៃទី8ខែតុលាឆ្នាំ2025នេះដូច្នេះរੂរាន់ឡើងអ្នកនៅបាត់ដំបងកុំរំលងកន្លែងនេះមិនគួររំលងទេដែលមានឈ្មោះថាដឹកដំបងកន្លែងគេបរិយាកាសល្អមែនទែនហើយអ្នកបាត់ដំបងតម្លៃអាហារគេសមរម្យដូចហាងហ្នឹងអញ្ចឹងតម្លៃមានចាប់ពីមួយចាន10000រៀលឡើងទៅនេះបុកលហុងបែបខ្មែរនេះមានបន្លែស្រស់មួយចានតែ10000ទេយើងមាន10000មកអង្គុយញ៉ាំស្ដាប់ចម្រៀងបានមួយអែមហ្មងហើយម្ហូបគឺមានពិសេសជាច្រើនជាពិសេសម្ហូបនៅនេះគឺតន់ត្រេនទាំងអស់ចង់ញ៉ាំគោកិច្ចគឺមានជាប្រភេទគោកិច្ចទៅបងមាន10000អូនមាន10000មកអង្គុយញ៉ាំអាហារនៅនឹងយ៉ាងមានក្តីសុខហ្មងហើយនៅនឹងសបោភ្ញៀវមកច្រើនណាបងប្អូនអើយខ្ញុំមកខ្ទង់ម៉ោង8 9យប់អីនឹងភ្ញៀវឡើងពេញហាងហ្មងដោយសារតែនៅនេះគេបើកដល់យប់ជ្រៅហ្មងហើយសំខាន់គឺបរិយាកាសល្អហ្នឹងហ្មងអញ្ចឹងអ្នកបាត់ដំបងខ្ញុំរីកខមមិនកន្លែងនេះពេញទំហឹងហើយម្ហូបនេះប្លែកមែនតើធ្លាប់ទៅលឺស្តេកសាច់គោឥឡូវមានស្តេកអន្ទង់ទេបងប្អូនមកភ្លក់ស្តេកអន្ទង់គេដាក់លាយជាមួយនឹងបាយក្ដាំងពិសេសស្រួយសាច់អន្ទង់គឺគេធ្វើមកផុយល្អប្រឡាក់គ្រឿងមករសជាតិឈ្ងុយហើយញ៉ាំផ្ទាប់ជាមួយបាយក្ដាំងនេះគឺត្រូវគ្នាខ្លាំងណាស់បើសិនជាមកកន្លែងនេះខ្ញុំរីកខមមិនអានឹងមួយទៀតហើយម្ហូបគេសុទ្ធតែពិសេសមើលទៅតំណងហ្មងបងប្អូនអានេះងាវលេងជាមួយអំបិលម្ទេសគេប្រឡាក់គ្រឿងឡើងដិតហើយលេងឡើងស្ងួតពេលដែលយើងបកមកហើយយើងញ៉ាំទៅមានអារម្មណ៍ថារសជាតិដូចលីហាតែអានេះមិនមែនលីហាទេអានេះងាវបងប្អូនមានជង្គង់មាន់បំពងជូរហិលមានឡាត្រីក្រហមឆ្ងាញ់មែនទែនស្រួយក្លិនអង្គលីងមានត្រាប់ដុតនិយាយទៅគឺសាច់ត្រាប់ផ្អែមមែនទែនពេលយកទៅដុតប្រឡាក់គ្រឿងអញ្ចឹងទៅហើយមានមុខម្ហូបជាច្រើនទៀតអានេះត្រីសាបម៉ាក់ចាបងប្អូនចង់ញ៉ាំជាប្រភេទបុកហិលហោះអីក៏មានដូចជាបុកលហុងបុកកពឹសឬមួយក៏ត្រូវការជាប្រភេទសាច់គោទឹកប្រហុកអីនិយាយទៅគឺថាមានគ្រប់យ៉ាងអ្នកមានកូនតូចអីគឺគេមាន slide សម្រាប់ play រឿងតុក្កតាឲ្យក្មេងៗមើលចឹងទៅអត់មានការធុញទ្រាន់អីទេមួយនេះមានឈ្មោះថាដឹកដំបងជាទីកន្លែងមួយល្បីនៅក្នុងក្រុងបាត់ដំបងដោយសារតែមានភ្ញៀវចូលឡើងពេញហាងភ្ញៀវច្រើនមែនទែនហើយម្ហូបគេមិនមែនមានតែម្ហូបគោទេបងប្អូនម្ហូបទឹកក៏មានដែរម្ហូបដែលគេលក់ដាច់ប្រចាំហាងមានដូចជាស៊ុបឈាមទានេះបងប្អូនសិតតែឈាមទាហ្មងមានលាយគ្រឿងក្នុងមានលាយផ្សិតហើយទឹកស៊ុបគេរសជាតិដិតឆ្ងាញ់ណាស់ខាងនេះវិញគឺស៊ុបត្រីស្ពៃជូរបែបចិនអានេះឆ្អឹងជំនីម្ទេសខៀវដែលទឹកស៊ុបគេមានរសជាតិជូរហិលហើយក៏មានជើងមាន់ម្ទេសខៀវដែលមានរសជាតិជូរហិលដូចគ្នានិងមានអាហារជាច្រើនទៀតសំខាន់តម្លៃសិតតែសមរម្យទាំងអស់ដឹកដំបងទីតាំងនៅកណ្ដាលក្រុងបាត់ដំបងផ្ទាល់តែម្ដងមិនពិបាករកទេគឺនៅទល់មុខនឹងរបងវត្តសង្កែខ្ញុំមានតម្លាក់ Google Map នៅ comment ខាងក្រោមបងប្អូនរកអត់ឃើញទេអាចមើល Google Map បានអញ្ចឹងអរគុណដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា